គ្មានអ្នកណាម្នាក់មានសមត្ថភាពចាប់ផ្ដើមធ្វើអ្វីមួយចេះភ្លាមនោះទេសមត្ថភាពកើតចេញពីការដុសខាត់បន្តិចម្ដងទម្រាំខ្លាយជាអ្នកមានសមត្ថភាពម្នាក់អ្នកត្រូវឆ្លងកាត់ការអនុវត្តរឿងដដែលជាច្រើនដងបរាជ័យច្រើនដងគេសើចចំអកច្រើនដងតែមានដឹងអត់ខ្ញុំមិនឈប់ត្រឹមនឹងទេអ្វីដែលលំបាកមិនមែនធ្វើឲ្យខ្លួនឯងល្អឯខុសពីគេទេអ្វីដែលលំបាកគឺធ្វើឲ្យខ្លួនឯងរីកចម្រើនជាងពីម្សិលមិញខ្ញុំខ្លាចជាងគេរស់នៅថ្ងៃនេះដូចម្សិលមិញថ្ងៃស្អែកដូចថ្ងៃនេះជីវិតគ្មានន័យអញ្ចឹងសម្រាប់ខ្ញុំចោលទៅល្អជាងរឿងខ្លះបំផ្លាញយើងអត់ដឹងខ្លួនទេហេតុអ្វីយើងត្រូវទ្រាំជាមួយនឹងជីវិតមួយដែលយើងមិនពេញចិត្តធ្វើការងារដែលខ្លួនមិនស្រឡាញ់នៅជាមួយមនុស្សដែលនាំតែទុក្ខសោកដល់យើងហេតុអ្វីមិនប្រឹងរើបំរាស់ចេញពីមនុស្សឬរឿងដែលធ្វើឲ្យយើងអស់ថាមពលអ្នកដែលអន់ជាងខ្ញុំមិនទាន់បោះបង់នៅឡើយអ្នកដែលពូកែជាងខ្ញុំនៅតែខំប្រឹងប្រែងធ្វើមិនឈប់ខ្ញុំមិនមានជំរឿទេដើរទៅមុខជាជំរឿតែមួយគត់ដែលខ្ញុំអាចធ្វើបានសង្ឃឹមថា